បងប្អូនសូមជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកប្រធានបទមួយដើម្បីពិភាក្សាគ្នាស្ដីអំពីឋានសួគ៌បាទសួរថាឯណាទៅឋានសួគ៌ខ្ញុំចង់លើកប្រធានបទនេះយូរហើយប៉ុន្តែនៅពេលថ្មីនេះខ្ញុំបានជួបជាមួយនឹងលោកអឺក្រុមលោកសានសុជាបានលើករឿងឋានសួគ៌និងឋាននរកនេះមកពិភាក្សាគ្នាដែរដូច្នោះហើយបានជាខ្ញុំដាក់វីដេអូរបស់គាត់ចូលមកក្នុងនេះដើម្បីជាលំនាំក្នុងការដែលខ្ញុំនិយាយផងហើយដើម្បីឆ្លើយនឹងសំណួររបស់គាត់ខ្លះហើយនឹងលើកពីឋានសួគ៌ដែលខ្ញុំដឹងមករៀនជាមួយគ្នាបងប្អូនដើម្បីឲ្យយើងបានដឹងថាតើឯណាទៅឋានសួគ៌ពិតប្រាកដណាស់បាទហើយការជឿយ៉ាងណានោះគឺស្រេចនៅលើបងប្អូនប៉ុន្តែខ្ញុំលើកឡើងនេះដើម្បីជាគំនិតថ្មីមួយទៀតសម្រាប់បងប្អូនខ្លះដើម្បីពិភាក្សាគ្នាហើយយើងចាត់ទុកថាការដែលយើងបដូរយោបល់គ្នាឬមួយក៏ពិភាក្សាគ្នានៅរឿងតែមួយនឹងបំផុសគំនិតដើម្បីយើងគិតពិចារណាបន្ថែមទៀតបងប្អូនណាហើយម្យ៉ាងទៀតខ្ញុំចង់ជម្រាបជូនបងប្អូនថានៅពេលដែលយើងឡើងនៅលើបណ្ដាញសង្គមហើយយើងបានដាក់ខ្លួនថាយើងជាមនុស្សសាធារណៈបងប្អូនដូច្នោះហើយបានជាយើងទទួលខុសត្រូវទទួលទាំងខុសទាំងត្រូវហើយនឹងទទួលនឹង comment បងប្អូនទាំងអស់ដែលមានយោបល់ដែរបងប្អូនណាហើយយើងបើកចំហប៉ុន្តែខ្ញុំគិតថាយើងទាំងអស់គ្នាជាមនុស្សហើយជាមនុស្សដែលនិយាយភាសាតែមួយយើងគួរតែគោរពគ្នាទៅវិញទៅមកក្នុងការដែលយើងនិយាយឆ្លើយឆ្លងគ្នាក្តីយើង comment នៅក្នុងបណ្ដាញសង្គមក្តីបងប្អូនណាព្រោះអីអឺខ្ញុំឃើញ comment ខ្លះក៏មានប្រើពាក្យអសុរោះឬមួយក៏នៅក្នុងបណ្ដាញខ្លះផុសខ្លះក៏និយាយជេរគ្នាគ្មានសណ្ដាប់ធ្នាប់គ្មានការអប់រំគ្មានការគោរពគ្នាខឹងតែឯងជេរតែឯងទៅបងប្អូនយើងជាខ្មែរយើងគួរតែបង្រៀនគ្នាក្នុងការនេះព្រោះយើងទាំងអស់គ្នាយើងរៀនគ្នាពីគ្នាទៅវិញទៅមកកុំឲ្យគេដៀលថាយើងជាសាសដែលអត់ពូជបងប្អូនហើយឬមួយក៏ថាជាកូនអត់ពូជដូច្នោះបើសិនណាបើយើង comment ក្តីបើសិនណាជាយើងឲ្យមានសិលធម៌សុជីវធម៌ក្នុងការនិយាយស្តីក៏មិនជាខាតបង់អីប្រមាណដែរដូច្នោះហើយបងប្អូនប៉ុន្តែនេះជាសិទ្ធិរបស់បងប្អូនcomment ជេរឬមួយក៏យ៉ាងម៉េចស្រេចលើបងប្អូនឯងបាទហើយយើងឃើញថានៅក្នុងសង្គមថ្មីនេះយើងមានប្រធានបទជាច្រើនមានរឿងជាច្រើនមានវីដេអូជាច្រើនដែលយើងមើលរាល់តែថ្ងៃបងប្អូនដូច្នោះរឿងរបស់យើងនៅថ្ងៃនេះគឺជារឿងឯណាទៅឋានសួគ៌គឺជាកន្លែងមួយដែលពិតប្រាកដឬមួយក៏បងប្អូនគិតយ៉ាងណាទៀតមិនដឹងទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនស្ដាប់មើលនៅក្នុងវីដេអូ tape របស់លោកក្រុមលោកសានសុជានេះពិភាក្សាគ្នាហើយពិភាក្សាបងប្អូនស្ដាប់ព្រោះអីលោកសានសុជាគាត់ជាមនុស្សដែលមានចំណេះចេះដឹងជ្រៅជ្រះក្នុងពុទ្ធសាសនាហើយក្នុងការដែលគាត់និយាយស្ដីគាត់ឆ្លាតបងប្អូនគឺនិយាយមែនទែនខ្ញុំឧស្សាហ៍ស្ដាប់គាត់ណាស់ព្រោះអីមនុស្សយើងជួនកាលយើងស្ដាប់គេអ្នកចេះដឹងនិយាយទៅយើងស្ដាប់បានយើងយល់មិនមែនយើងចេះទាំងអស់ទេដូច្នោះយើងត្រូវរៀនពីគ្នាទៅវិញទៅមកបាទដូច្នោះបងប្អូនខ្ញុំចង់ឲ្យបងប្អូនបានស្ដាប់ហើយពិភាក្សាគិតពិចារណាឲ្យបានដិតដល់អំពីអ្វីដែលគាត់បានពន្យល់បាទគាត់ពន្យល់បានច្បាស់លាស់ក្នុងការដែលគាត់បានរៀនជ្រៅជ្រះពីពុទ្ធសាសនាបងប្អូនហើយដូច្នោះខ្ញុំនឹងចាក់ជូនបងប្អូនស្ដាប់ដូចតទៅខ្ញុំចង់សួរថាអឺ
chẳng số tha ta vì miền bật ót miền than xua miền than ru ót là slap từ nó à đôi vậy tha hòn na thơ bón ban từ than xua đôi cùng vậy mình chẳng được than xua miền tây và đa miền tây và so miền ấy chẳng ta vì miền bật chẳng ót miền chẳng đắng ngò đau lại à trong đăng tha bờ thơ bón ban làm từ than xua than xua nó nơi cả nào dạ xong áo cũng chấm lời nên vợ tôi chỉ lời mấy còn ở tại mình chỉ bà này và mình đã tới dây pram nước đã khơi còn tại đôi cùng dây mắn trong sàn miền của tiền ba mấy than vì miền ấy hơi á mà mà đôi trẻ Opama thà bờ tây Utri miền ấy miền cao được khi mình ton máu có khi sầm máy xây này phải bắt đầu cho mới khơi phản tỷ thà miền bờ tây nằng hay tham từ con mà nô nắng khá tiệtแต่มุนหนึ่งขยมเมาขยมสมัยเซ่งนั่นไงก็เว็บเซ่งหมอđó là pel mọ đó bên miền này cả lấy không bị cực chẳng á năng nỗ lực phèn đầy mũi kia phong mẹ nè năng hay cho tụi đó là than xua không đã tấu được hay bà đấy kìa ở đây Smile xong con ra con thấy tụi miền Bắc bà con phải thảแล้วเดินทางสวนมันก็ออกเดียวchứ là ai smile bán phầnคือทางmiềnประวัติbà tôi chỉ nhom thà bích có rương nhom thà ê có nhom thà ê cầm pi thà chăng có rương cầm pi thàนั่นไงchẳng cái bạn tao riêng sẵn á đào pe dừng riêng tới nè thì chặt chơi từ sạch năng tới đào từ bò để chai ti pram ban vào ông ở riêng là năng ông pi cũng nào cam na bằng cào ấy cam na bằng cào ấy chẳng á cái này cam mang sạch tê vì phệ chỉ tệ dễ thì tem hay năm phần này được tài dễ thật cam với bài chạy sạch mạch chẳng dừng vô bị cam phò sân đòi vô cam phò sân ban dừng từ sạch xa bị phục hùng thàn nừng anh đang đặt việc ọt man khóc đó lỡ dân ở toàn riêng vì tìm mùi phó ngày dân từ chọn đăng đăng tầm món biết khả năng ở chất đi nhận lái khả năng ở chất đi tam không ca vô khơi đó là không lỡ đại chạy không vô tha thơ bát trong lúc thơ bón làm thẳng xuống đó chúng cô không to đấy lại không vô tha bên hàng thơ lõ ban bón năm mấy tha không làm tới thơ than xuống ban bón bên nó lại không thơ bón nước khơi chết bái chắc nó nhập bạn còn không dùng vô chừng chả nó bón thơ bài không bài chết nó bón này sẽ nhom vô chừng hay đôi tháng từ tháng xua từ lũ nó không vô thả nó bị được thả còn là năng dân cùng toàn bên này chạy môn đừng riêng dân cùng toàn bên này chạy bây giờ mà sang cốt mình đã một bộ là dân chưa để cứ một phần riêng ở dân bị sáu là bỏ được nông luôn sẵn lớn nên mơ tả là bỏ nông luôn nó khơi khoa hay trong thực khơi tàn sụt anh đang lư bà dân lư là bỏ năng lư lăng xóm thì chị hãy ở cả tịch hệ chẳng á thì mới đó nó pe để riêng nó dân cất thang không có bà bị thòm đấy hay thế nào là bỏ nông luôn có dân thay bỏ bà hay đòi ngoa là than xuống ọt bà bà chùm lai từng on đi á viên đừng lai được luôn ai nó về để dừng liền on anh là nay lai chùm luôn dừng bàn này chắc ban nhóm lơ của tê ho vậy tê mùi sa tá nhóm thọp từ on không một nào nhóm này on là từ đây thấy nhé theo mà là từ đây bữa tôi chỉ nhóm đến của riêng thì tam cầm tí này thấy nhé hay bậc nhóm mà an thay về miền ọt cho ngon này là ngày thành chưa xanh à miền bạn miền hay riêng dạng bức xa tiệt miền hay miền dạng bức xa tiệt miền đôi dân cất đi đấy nè miền dạng bức xa tiệt năng là bò chặt tì phẳng nhưng mà riêng chật chọc à thấy nhé បងប្អូនស្ដាប់លោកសាមជាបាននិយាយរឿងដែលសំខាន់ខ្ញុំចង់ឲ្យបងប្អូនបានយកចិត្តទុកដាក់គឺការរៀនបាទចេះមកពីរៀនណាបងប្អូនហើយអ្វីនៅលើផែនដីនេះច្រើនណាស់យើងឃើញថាច្រើនមែនទែនយើងរៀនរឿងមួយយើងអត់ចេះរឿងមួយរឿងរៀនមួយទៀតយើងអត់ចេះមួយទៀត
ចុះឆ្នោះការរៀនសូត្រនេះគឺជារឿងមួយដែលសំខាន់ធ្វើឲ្យយើងមានចំណេះវិជ្ជាហើយធ្វើឲ្យយើងបានដឹងបាទដូច្នោះបងប្អូនស្ដាប់មើលលោកយាយមួយដែលគាត់សួរសំណួរហ្នឹងគឺគាត់និយាយថាមិនមែនមិនប្របាយគឺឆ្ងល់ឲ្យរហូតហ្នឹងបាទដូច្នោះចំណុចសំខាន់គឺឋានសួគ៌បងប្អូនណាឋានសួគ៌ហេតុអីបានជាឋានសួគ៌មាននៅក្នុងចិត្តមនុស្សហើយមានបំណងចង់ទៅមនុស្សម្នាក់ដឹងថាឋានសួគ៌នោះកន្លែងសុខសាន្តហើយចង់ទៅទៀតបាទប៉ុន្តែរកអ្នកណាសួរថានៅតាណាមិនឃើញបងប្អូនណាដូច្នោះយើងឃើញថាចម្លើយរបស់លោកសានសុជាក៏ត្រឹមត្រូវដែលគាត់ថាគាត់ក៏មិនដែរទៅដែរដូច្នោះបងប្អូនស្ដាប់បន្តទៅទៀតខ្ញុំនឹងបន្ថែមខ្ញុំគូឡងហើយនឹងបន្ថែមនៅអ្វីដែលបងប្អូនដែលបានពិភាក្សាក្នុងវីដេអូនេះអញ្ចឹងដើម្បីឲ្យដោះស្រាយសម័យកាលបានធ្លាប់រៀនសូត្រខ្លះដឹងហើយអាចរំលងបូកដកគុណចែកពីដើមទៅបានទេអត់ទេហ្នឹងហើយទៅយកក្មេងមួយអត់ដែរចូលសាលាមកហើយឲ្យទៅកណនីសម័យកាលឲ្យទៅដោះស្រាយសម័យកាលឲ្យទៅវិភាគមុំឬក៏មេរៀនខ្ពស់អាភពភូមិឋានហ្នឹងថ្នាក់ខ្ពស់មែនតើទៅហើយតើកាលណាថ្នាក់ខ្ពស់វាត្រូវមានប្រដាប់គិតច្រើនបានមិនខុសរឿងភពភូមិឋានដូចគ្នាបើសិនបើភពភូមិឋានជារឿងសំណុកគិតអត់មានសាសនាច្រើនទេរឿងដែលសាសនារាប់រយហ្នឹងមកពីមនុស្សចូលចិត្តទៅគិតអាកន្លែងគួរគិតដល់មួយទៅគេមានកំណត់ថាសានសួរនឹងចេះមួយទៅគេថាឋានសួរនឹងចុះឃើញដែរឃើញឋានឃើញសាសនាច្រើនទេសាសនាមួយអាងថាងាប់ទៅជឿព្រះគេទៅព្រះនាំទៅឋានសួគ៌មួយទៀតទៅព្រះគេនាំទៅនៅឋានសួគ៌ដែរឃើញសង្គ្រាមដណ្ដើមឋាននេះឃើញមកពីអត់សិក្សាពីច្បាប់ធម្មជាតិបង្កើតភពមិនហើយនៅពេលដែលយើងសិក្សាពីកម្មផលនៃបង្កើតភពមិនយើងលែងដណ្ដើមជាម្ចាស់ឋានសួគ៌ហ្នឹងហើយអញ្ចឹងបានជារឿងបកកាយគ្នាតែសាសនានេះល្អសាសនានោះមិនល្អខ្ញុំឈប់បកកាយហ្នឹងរៀនឲ្យតែយល់ការពិតទៅចង់យកតាណាយកទៅឃើញទេនឹងហើយតែមិនរៀនឲ្យយល់ផងហើយតិចទៅឆ្លោះគ្នារឿងសាសនាបងប្អូនចាប់សម្ដីរបស់លោកសានទៅជាបានគឺថាមួយគឺការរៀនសូត្រណាហើយទីពីរទៀតនិយាយពីរឿងសាសនាហើយដណ្ដើមគ្នាជាម្ចាស់ឋានសួគ៌បាទបងប្អូនយល់ហើយគឺសាសនាគឺត្រឹមត្រូវណាសាសនាណាក៏ដូចសាសនាណាហើយសាសនានោះឯងដែលគិតពីរឿងឋានសួគ៌ដូចគ្នាហើយបងប្អូនត្រូវយល់ថាសាសនាគឺជាការបង្រៀនរបស់មនុស្សប៉ុន្តែឋានសួគ៌ពិតប្រាកដមិនមែនរឿងសាសនាទេហើយមិនមែនដណ្ដើមគ្នាទេបាទមិនមែនដណ្ដើមគ្នាធ្វើម្ចាស់ទេម្ចាស់នោះគឺជាអ្នកបង្កើតឋានសួគ៌នោះឯងបងប្អូនណាដូច្នោះហើយបានជាការនេះបើយើងនិយាយត្រឹមតែចំណេះវិជ្ជារបស់មនុស្សឈោងមិនដល់ចាប់មិនបានប៉ុន្តែបើយើងនិយាយអំពីសេចក្តីជំនឿទៅលើព្រះខុសពីសាសនាបងប្អូនណាខុសពីការគិតរបស់សាសនាដូច្នេះបងប្អូនខ្ញុំចង់ជម្រាបជូនបងប្អូនបន្តិចថាសាសនាដែលនិយាយអំពីឋានសួគ៌ខុសអំពីឋានសួគ៌ពិតប្រាកដឋានសួគ៌ពិតប្រាកដគឺមានកន្លែងរបស់ឋានសួគ៌នោះឯងខ្ញុំនឹងលើកខគម្ពីរខ្ញុំមិនមែនជាសាសនាទេអ្នកកាន់សាសនាទេប៉ុន្តែខ្ញុំបានស្គាល់អ្នកដែលមកពីឋានសួគ៌បាទនិយាយរឿងនេះប្រាប់ខ្ញុំហើយខ្ញុំជឿអ្នកនោះគឺព្រះយេស៊ូវគ្រីស្ទដូច្នេះខ្ញុំនឹងលើកព្រះគម្ពីរព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរយកមកជម្រាបជូននៅក្នុងគម្ពីរយូហានចំពុក3ខ13ព្រះអង្គមានបន្ទូលថាគ្មានអ្នកណាបានឡើងទៅឋានសួគ៌ឡើយមានតែព្រះអង្គដែលយាងចុះពីឋានសួគ៌មកប៉ុណ្ណោះគឺជាកូនមនុស្សដែលនៅឋាននោះឯងបងប្អូនកូនមនុស្សដែលចុះមកនេះគឺព្រះអង្គ refer ព្រះអង្គចង់និយាយអំពីខ្លួនទ្រង់ដែលបានទើបនឹងចុះពីឋានសួគ៌មក
ហើយមកចុះកំណើតជាកូនមនុស្សនៅលើផែនដីបងប្អូនណាដូច្នោះព្រះយេស៊ូវបានប្រកាសថាព្រះអង្គជាអ្នកដែលចុះពីឋានសួគ៌គឺស្គាល់ឋានសួគ៌ច្បាស់ណាគឺត្រឹមត្រូវណាស់ដែលលោកសានសុជានិយាយថាគាត់ក៏មិនដើរទៅដែរមែនណាគាត់អត់ដើរទៅទេឋានសួគ៌បាទដូច្នោះខ្ញុំចង់ឲ្យបងប្អូនស្ដាប់បន្តទៅទៀតដើម្បីយើងបញ្ជាក់ពីការដែលលោកសានសុជានឹងនិយាយយ៉ាងម៉េចទៀតអំពីឋានសួគ៌ តែវាតួមហាកុសលតួធ្វើទានហ្នឹងឯងឃើញទេគេទំនុកម្រងម៉ែឪគេគឺគេកតញ្ញូតែគេមិនចេះថាកតញ្ញូតែធាតុពិតគឺជាបុណ្យហ្នឹងឯងណាដូច្នេះมันមានពុទ្ធសាសនាក៏ដោយมันមានវត្តអារាមมันមានព្រះសង្ឃมันមានពុទ្ធរូបក៏ដោយតែបើធាតុល្អនៅក្នុងចិត្តគេធ្វើសេចក្តីល្អឋានសួគ៌មិនបាត់ទេអញ្ចឹងណាបងប្អូនខ្ញុំជឿថាបងប្អូនស្ដាប់លោកសានសុជាតិតន់ហើយគឺថាក្នុងការដែលធ្វើល្អនោះគឺឋានសួគ៌មិនបិទចំពោះអ្នកធ្វើល្អទេមិនចាំបាច់មានពុទ្ធសាសនាក៏អ្នកដែលអត់កាន់ពុទ្ធសាសនានោះបានទៅឋានសួគ៌ដែរបងប្អូនចាំត្រង់នេះគឺការបង្រៀននេះគឺត្រឹមត្រូវបាទគឺត្រឹមត្រូវសម្រាប់ដែលលោកសានសុជានិយាយដូច្នោះឋានសួគ៌មិនមែនសម្រាប់ពុទ្ធសាសនាតែសាសនាតែមួយនោះទេគឺឲ្យតែអ្នកធ្វើល្អគឺបានទៅឋានសួគ៌បងប្អូនចាំការនេះដូច្នោះយើងដែលជាអ្នកជឿព្រះយេស៊ូវគ្រីស្ទឬយើងជាអ្នកដែលអត់ជឿសោះក៏ដោយឲ្យតែធ្វើល្អបានទៅបាទបានទៅឋានសួគ៌នោះហើយបាទប៉ុន្តែឋានសួគ៌ពិតប្រាកដនោះមានលក្ខខណ្ឌទៅបងប្អូនទៅដល់បាទត្រឹមត្រូវហើយបើសិនជាធ្វើល្អ 100% ឬសុចរិតឬបានល្អនោះគិតថាអញ្ចឹងចាស់គិតថាបានចាស់ប៉ុន្តែមនុស្សអត់ធ្វើល្អបានមនុស្សមានបាបមិនអាចធ្វើល្អបាន 100% ទេយើងកុំគិតថាអូធ្វើល្អដាក់បណ្ឌបាតលោកបណ្ឌបាតដែលធ្វើល្អធ្វើទានមានចំណីអាហារឬមួយលុយចែកឲ្យបងប្អូនអ្នកក្រនោះបានទៅឋានសួគ៌ទេប៉ុន្តែមនុស្សយល់ច្រឡំហើយចេះតែខំធ្វើដូច្នោះអត់ខុសទេបងប្អូនការល្អធ្វើមិនខុសទេបាទដូច្នេះបងប្អូនស្ដាប់បន្តទៅទៀតចូលនិព្វាននោះdefinition ចូលនិព្វានបានន័យថាម៉េចខ្លះតើយើងបានសម្រេចចូលនិព្វានបានន័យថាម៉េចខ្លះបាទនិព្វានមាន2ប្រភេទទី1ហៅថាសឧបាតិសេសនិព្វានគឺនិព្វានទាំងនៅជីវិតទាំងនៅមានខណ្ឌគឺអស់តែកិលេសទេអស់តែតណ្ហាជាហេតុនាំឲ្យកើតទុក្ខទេអញ្ចឹងណាដោយព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គដល់នៅនិព្វានពេលណាថាដល់ថ្ងៃត្រាស់ដឹងនឹងឯងមនុស្សយើងច្រឡំណាស់ឲ្យតែចូលនិព្វានគឺងាប់ហ្នឹងហើយនិព្វានស្លាប់មិនអាចដល់បានទេប្រៀបដូចជំងឺក្នុងរាងកាយរបស់យើងអញ្ចឹងណាឧទាហរណ៍យើងមានរោគប្រចាំរាងកាយធ្វើឲ្យរាងកាយហ្នឹងអត់សុខអត់សុបាយទេពេលយើងព្យាបាលសម្លាប់មេរោគហ្នឹងមនុស្សហ្នឹងនៅរស់វាស្លាប់តែមេរោគស្លាប់មេរោគដែលដូចជាកិលេសក្នុងចិត្តហ្នឹងឯងហៅថានិព្វានទាំងនៅមានជីវិតហៅថាសឧបាតិសេសនិព្វានគឺសម្លាប់តែកិលេសសម្លាប់តែបាបឲ្យដាច់ឫសគល់ក្នុងចិត្តអាហ្នឹងឯងហៅថាដល់និព្វានអញ្ចឹងណារីឯអស់ជីវិតហៅថាចូលបរិនិព្វានដោយសារអីដោយសារវាអត់មានតណ្ហាជាតួតតែងជាកំណើតអញ្ចឹងហើយបានហៅថាចូលបរិនិព្វានដោយអនុបាទិសេសនិព្វានហើយចូលដោយអបាយយ៉ាងណាគឺដោយអរិយមគ្គអង្គ8បាទបើគ្រាន់ថាតលរៀនខ្ញុំនិយាយប៉ុណ្ណឹងក៏បាក់យល់ដែរបងប្អូនមួយទៀតបងប្អូនស្ដាប់គាត់តន់និយាយអំពីរឿងនិព្វានម្ដងអត់ខុសគ្នាតំណាក់តំណងវាមានជាមួយគ្នារឿងឋានសួគ៌ហើយនឹងនិព្វានបងប្អូនគ្រាន់តែយល់ថាតើឋានសួគ៌នោះសុខយ៉ាងម៉េចឬមួយក៏ល្អយ៉ាងម៉េចហេតុអ្វីបានជាព្រះពុទ្ធក្នុងព្រះពុទ្ធសាសនាមានឋានសួគ៌ហើយព្រះពុទ្ធអត់ទៅឋានសួគ៌ទេបាទទៅនិព្វាននៅវិញហើយនិព្វាននេះ
ដោយលោកសានសុជាបាននិយាយគឺនិព្វាននោះមានតាំងពីនៅរស់នេះឲ្យតែអស់កិលេសអស់អំពើបាបពីក្នុងចិត្តអត់មានជាប់ចម្ពាក់អីទៀតគឺហៅថានិព្វានហើយបាទបាននិព្វានហើយគឺព្រះពុទ្ធបាននិព្វានតាំងពីពេលដែលព្រះអង្គបានត្រាស់ដឹងគឺអ្វីនៅក្នុងចិត្តរបស់ខ្លួននឹងគឺអស់ហើយអត់មានតកតងរឿងកម្មផលឬមួយក៏គិតអ្វីអាក្រក់ចាប់កំហុសចាប់ទោសគេអំពើបាបនោះអស់ហើយដូច្នោះនិព្វានហើយនិព្វាននេះនៅពេលដែលបានហើយដល់ស្លាប់រូបកាយនេះទៅគឺចប់ហ្មងបាទចប់នឹងចប់យ៉ាងម៉េចចប់អត់កើតត្រឡប់កើតមកវិញបងប្អូនត្រូវយល់អំពីសាសនា Hindu ដែលជាដើមកំណើតរបស់ពុទ្ធសាសនាគឺគេពឹងផ្អែកទៅលើការកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញចាប់ជាតិកំណើតឡើងវិញវាលវដ្តសង្សារគឺជីវិតវិលវល់តែនៅក្នុងលោកីយ៍នេះឯងបាទកើតហើយស្លាប់ហើយកើតវិញបាទដូច្នេះហើយបានជាបងប្អូនត្រូវយល់ពីគោលបំណងរបស់ព្រះពុទ្ធសាសនាគោលបំណងរបស់ព្រះពុទ្ធគឺធ្វើយ៉ាងម៉េចនិយាយអំពីឲ្យបំបត្តិទុក្ខណាព្រះអង្គថារូបាំងទុក្ខំតាមមានរូបមានទុក្ខហើយដូច្នោះត្រូវសម្លាប់រូបកុំឲ្យមានថារូបមិនបានចេះតែមានព្រោះវាចេះតែកើតត្រឡប់មកវិញថាហេតុអីបានចេះតែកើតត្រឡប់មកវិញព្រោះអតណ្ហាហ្នឹងកិលេសនៅក្នុងចិត្តហ្នឹងវាអត់ចេះចប់ចោះអត់ចប់នៅពេលដែលចិត្តស្លាប់ឧទាហរណ៍នៅពេលមនុស្សម្នាក់ចិត្តស្លាប់មានបញ្ហាទ្រព្យសម្បត្តិច្រើនណាស់ទៅចែកឲ្យកូនណាខ្លះមានគេជពាក់លុយឬជពាក់លុយគេម្ល៉េះអាការគិតនឹងវាសាំញ៉ាំបាទស្លាប់ពិតគឺអាចិត្តនឹងវាអត់ទាន់អស់បញ្ហាអត់ទាន់អស់ត្រូវតែទៅចាប់កំណើតមួយទៀតដើម្បីបំពេញ mission នៅសល់ហ្នឹងណាដែលនិយាយអំពីកម្មផលហ្នឹងបងប្អូនត្រូវយល់ដូច្នេះហើយបានជាព្រះពុទ្ធបានខំសម្លាប់អាកិលេសហ្នឹងដើម្បីឲ្យអស់នៅពេលដែលស្លាប់ទៅគឺសូន្យតែម្ដងដែលហៅថានិព្វានបងប្អូនដូច្នេះបើបងប្អូនស្ដាប់បន្តទៅទៀតនោះបងប្អូននឹងយល់បន្ថែមទៀតពីរឿងពុទ្ធសាសនានិព្វានហើយនឹងឋានសួគ៌នៅក្នុងពុទ្ធសាសនាបងប្អូនស្ដាប់ទៀតគឺ very interesting បងប្អូននេះគឺជាការមួយដែលយើងទាំងអស់គ្នាគួរតែរៀនហើយចេះដឹងអំពីការនេះដើម្បីយល់ដូចអីគេនិគុណខៀវជុំលោកគេសួរហ្នឹងសួរថាទៅនៅពេលហ្នឹងទៅមិនខ្មិចលោកថាវាលំបាកណាស់នៅមិនដែលទៅនិយាយប្រាប់អ្នកមិនដែលឃើញហ្នឹងហើយតែលោកលើកឧទាហរណ៍ចេះលោកថាដូចអ្នកភ្នំពេញហ្នឹងទៅលេងអ្នកនៅរតនគិរីមណ្ឌលគិរីពួកជនជាតិភាគតិចដល់គេឲ្យផ្លែឈើមកគឺថាផ្អែមដូចស្ករអញ្ចឹងហើយគ្នាវាមិនដែលដឹងថាស្ករហ្នឹងល្មិចតែយើងដេញសួរស្ករហ្នឹងផ្អែមមិនផ្អែមដូចល្មុតទេផ្អែមផ្សេងផ្អែមដូចស្វាយទុំទេអត់ទេផ្អែមផ្សេងដូចអីកុំដូចថាហើយកុំបាក់ចាំមកក្រោយចាំយកមកឲ្យភ្លក់ការឃើញនៅសច្ចធម៌នេះគឺឃើញនៅខ្លួនឯងហៅថាបច្ចតតាំងបច្ចតតាំងគឺជាធម៌ដែលអរិយបុគ្គលមិនមែនបុถุជនឃើញទេគឺជាធម៌ដែលព្រះអរិយបុគ្គលដឹងពិតឃើញពិតដោយបច្ចវេកនញ្ញាណគឺដោយញាណពិចារណាដោយខ្លួនឯងខ្ញុំឧបមាមួយយ៉ាងទៀតថាដូចយើងទាំងអស់គ្នាកើតមកកើតរោគឃ្លុងទាំងអស់គ្នាអញ្ចឹងយើងមិនស្គាល់និយមន័យថាជាឃ្លុងហ្នឹងយ៉ាងម៉េចទេគឺមានតែមនុស្សខ្លួនឯងអ្នកជាឃ្លុងទេដែលអាចយល់បានទៅសួរអ្នកនៅកំពុងតែកើតឃ្លុងនៅឡើយឲ្យពរនាថាការជាឃ្លុងសុខស្រួលយ៉ាងណានោះមិនបានបើខ្លួននៅកើតឃ្លុងឡើយបងប្អូនរឿងមួយទៀតដែលលោកសានសុជានិយាយអំពីជំងឺឃ្លុងនេះគឺត្រឹមត្រូវអត់មានអ្នកណាដឹងថាតើសេចក្តីសុខស្រួលនោះយ៉ាងម៉េចនៅលើពិភពលោកនឹងបើកើតឃ្លុងទាំងអស់គ្នានេះគឺជារឿងមួយដែលខាងគ្រីស្ទៀនបានលើកឡើងជាឧទាហរណ៍ដែរគឺថាមនុស្សទាំងអស់គឺមានជំងឺបាបហើយយករោគឃ្លុងនេះមកដូចជាបាបណា
ជំងឺឃ្លុងគឺជាជំងឺបាបដែរដូចគ្នាព្រោះរឿងហ្នឹងគឺថាបាបហ្នឹងពិបាកវេទនាប៉ុន្តែវាធ្លាប់តែវេទនាអញ្ចឹងហើយចេះទៅរស់ទៅដូចអ្នកកើតឃ្លុងនឹងអញ្ចឹងបងប្អូនណាដូច្នោះប៉ុន្តែរឿងគ្រីស្ទៀនយើងបានស្គាល់មនុស្សដែលអត់កើតឃ្លុងដែលអត់មានបាបសោះគឺព្រះយេស៊ូវគ្រីស្ទហើយព្រះយេស៊ូវគ្រីស្ទនោះឯងដែលនិយាយពន្យល់យើងអំពីអ្វីដែលនឹងកើតឡើងហើយអ្វីដែលកើតឡើងនៅក្នុងជីវិតយើងហេតុអីបានមានបាបហេតុអីបានមានទុក្ខហេតុអីបានមានការឈឺចាប់ហេតុអីបានស្លាប់ណាបងប្អូនដូច្នោះហើយបានជាសេចក្តីជំនឿនេះបានចូលទៅដល់សេចក្តីពិតដែលជាមនុស្សម្នាក់ដែលអត់មានបាបសោះនោះបានប្រាប់យើងជាជំនឿទៅលើសេចក្តីពិតព្រះយេស៊ូវក៏បានប្រកាសថាព្រះបន្ទូលរបស់ទ្រង់ហើយនឹងទ្រង់ជាសេចក្តីពិតបងប្អូនដូច្នោះហើយបានជាថាការរៀនសូត្រនេះជារឿងមួយដែលសំខាន់បំផុតសម្រាប់ជីវិតយើងណាជីវិតយើងដូច្នោះបងប្អូនស្រាប់បន្តទៅទៀតមានការចាប់អារម្មណ៍ច្រើនទៀតបងប្អូន ជាបឋមខ្ញុំសុំសួរសំណួរមួយលោកគ្រូមិញលោកគ្រូថាតើតែរៀនបានដឹងតាមដល់រៀនដល់កម្រិតណាមួយដឹងថាមានឋានសួគ៌ឬឋាននរកពិតប្រាកដថាលោកគ្រូរៀនដល់កន្លែងហ្នឹងនេះគ្រូសូមជួយបញ្យល់ បាទឲ្យដឹងសម្រាប់ខ្ញុំឲ្យដឹងច្បាស់យ៉ាងម៉េចដោយភ្នែកខ្លួនឯងមិនមានទេតែរៀនយកទៅវាអស់ឆ្ងល់ចឹងណាវាអស់ឆ្ងល់រៀនយកទៅវាអស់ឆ្ងល់ពីព្រោះដំណើរចេញចាក់ទុកមិនមែនដំណើរទៅកាន់ឋានសួគ៌មិនមែនដំណើរទៅកាន់ឋានព្រំទេគឺជាដំណើរចេញចាក់ខណ្ឌដំណើរចេញចាក់សេចក្តីប្រកាន់ដូច្នេះដំណើរចេញចាក់ទុកមិនចាំបាច់ទៅឋានសួគ៌ទេទៅជីវិតហ្នឹងគឺទៅដោយបញ្ញាអញ្ចឹងដល់អញ្ចឹងឋានសួគ៌ឋានសុខអីលែងសំខាន់ទៀតពីព្រោះដំណើររបស់ព្រះពុទ្ធមិនមែននាំយើងទៅឋានសួគ៌ផងអត់ព្រោះឋានសួគ៌ក៏មិនអស់ទុកដែរអស់មកអាយុវាងាប់ទៅអស់ទៀតហ្នឹងហើយ ខ្ញុំចង់សួរថាចង់សួរថាតើវាមានពិតអត់មានឋានសួគ៌មានឋាននរកអត់ បងប្អូនខ្ញុំចង់ជម្រាបជូនបងប្អូនបន្តិចបរិះម្នាក់ដែលគាត់សួរបាញ់មិញហ្នឹងថាតើលោកគ្រូរៀនដល់ដំណាក់កាលដែលស្គាល់ពីឋានសួគ៌ដឹងថាឋានសួគ៌មានពិតឬអត់នឹងហើយនៅបាទហើយលោកសានតិជាបានឆ្លើយច្បាស់ណាគឺថាការរៀនសូត្រនោះមិនមែនដើម្បីឃើញទេការរៀនសូត្រឲ្យដឹងនោះគឺគ្រាន់តែបំបត្តិចម្ងល់ប៉ុណ្ណោះបាទហើយគាត់បន្ថែមទៀតថាឋានសួគ៌នៅក្នុងពុទ្ធសាសនានោះមិនមែនជារឿងដែលទៅដើម្បីឋានសុខទេហើយព្រះពុទ្ធក៏មិនបាននាំយើងទៅរកសេចក្តីសុខនៅឋានសួគ៌នោះដែរព្រោះសេចក្តីសុខនៅឋានសួគ៌នោះអត់ permanent ទេមិនជាអចិន្ត្រៃយ៍ទេបានតែមួយរយៈដល់ទៅស្លាប់ទៅអាទុកសោកនឹងត្រឡប់មកវិញហើយបាត់ហើយឋានសួគ៌នឹងដូច្នេះបងប្អូនត្រូវយល់ថាឋានសួគ៌នៅក្នុងព្រះពុទ្ធសាសនាមិនមែនជាឋានសួគ៌ពិតទេគឺឋានសួគ៌នៅក្នុងសាសនាបងប្អូនយល់ជាមួយខ្ញុំណាដូចជាលោកសាមជានិយាយអញ្ចឹងថាឋានសួគ៌នោះមិនមែនប្រកាសជានាំមកនៅសេចក្តីសុខឯហើយព្រះពុទ្ធក៏មិនបានដឹកនាំទៅរកសេចក្តីសុខនោះដែរទៅឋានសួគ៌ដែរនេះជាការត្រឹមត្រូវការបង្រៀនរបស់លោកសាមជាការត្រឹមត្រូវព្រោះអីបើឋានសុខមិនមែនព្រះពុទ្ធទៅឋានសួគ៌ហើយមិនបានជាព្រះពុទ្ធទៅនិព្វានវិញណាដូច្នេះបានជាខ្ញុំចូលចិត្តលោកសាមជាគាត់ច្បាស់លាស់នៅក្នុងធម៌អាប៉ុន្តែខ្ញុំចង់គ្រាន់តែជម្រាបបន្ថែមទៀតថាតើលោកសានជាបានរៀនសូត្រពីខាងព្រះឬនៅខ្ញុំជឿថាអត់ទេបើសិនណាជារៀនសូត្រខាងព្រះនោះនឹងចេះខាងព្រះហើយមែនណាហើយគាត់ចេះខាងពុទ្ធសាសនាច្បាស់លាស់ហើយគាត់សង្កត់ពីរឿងរៀនសូត្រដើម្បីឲ្យបាត់ឆ្ងល់ប៉ុន្តែខ្ញុំជម្រាបជូនបងប្អូនរឿងគ្រីស្ទៀនរឿងព្រះមិនមែនជារឿង
មិនមែនជារឿងគំនិតរបស់មនុស្សគិតស្វែងយល់ទេជារឿងពិតបាទខ្ញុំបានជម្រាបជូនបងប្អូនបាញ់មិញថាហេតុបានជាយើងថារឿងពិតគឺព្រះយេស៊ូវគ្រីស្ទបាននិយាយផ្ទាល់ថាអត់មានណាស្គាល់ឋានសួគ៌ទេមានតែព្រះអង្គដែលនៅឋាននោះចុះមកណាដូច្នោះទី1យើងជឿថាព្រះយេស៊ូវគ្រីស្ទប្រកាសជាព្រះដែលចុះពីឋានសួគ៌មកមែនហើយឋានសួគ៌នោះនៅឯណាខ្ញុំនឹងលើកខគម្ពីរខ្លះទៀតដើម្បីឲ្យបងប្អូនបានយល់អំពីឋានសួគ៌នេះបន្ថែមទៀតបងប្អូនណានៅក្នុងលោកុបាទនៅក្នុងព្រះគម្ពីរលោកុបាទជំពូក1ខ1បានចែងថាកាលដើមដំបូងឡើយព្រះបានបង្កើតឋានសួគ៌និងផែនដីបងប្អូនណាដូច្នោះឋានសួគ៌នេះអត់ដដែលម្ចាស់គ្នាទេម្ចាស់មានហើយស្រេចហើយគឺជាអ្នកបង្កើតហើយព្រះយេស៊ូវក៏ជាអង្គមួយដែលនៅក្នុងតួអង្គព្រះដែលបានបង្កើតឋានសួគ៌នោះដែរឋានសួគ៌គឺជាកន្លែងពិតប្រាកដដែលព្រះទ្រង់គង់នៅបាទគង់នៅសប្តាហ៍ថ្ងៃហើយក៏រៀបចំសម្រាប់ដល់អ្នកជឿដល់ព្រះនោះនឹងបានទៅនៅកន្លែងនោះដែរបងប្អូនណាហើយផែនដីគឺសម្រាប់យើងស្នាក់នៅលើផែនដីនេះដើម្បីសម្រេចចិត្តទៅឋានសួគ៌ឬមួយក៏អត់អានឹងសម្រេចលើបងប្អូនប៉ុន្តែបើសិនជាបងប្អូនបានរៀនច្បាស់លាស់ដោយលោកសានជាបានឲ្យបងប្អូនរៀនខាងពុទ្ធសាសនាដើម្បីបាត់ឆ្ងល់ប៉ុន្តែខ្ញុំជម្រាបបងប្អូនថាខ្ញុំកំណត់ចិត្តឲ្យបងប្អូនបានរៀនព្រះគម្ពីរមិនមែនដើម្បីគ្រាន់ឲ្យបាត់ឆ្ងល់ទេគឺដើម្បីឲ្យបានទៅដល់ឋាននោះតែម្ដងព្រោះឋានសួគ៌ជាឋានពិតបងប្អូនណាបាទដូច្នេះហើយបានជាយើងឃើញថាឋានសួគ៌មានម្ចាស់បាទឋានសួគ៌មានម្ចាស់ដូច្នេះមុននឹងយើងទៅដល់កន្លែងដែលមានម្ចាស់បងប្អូនត្រូវស្គាល់ម្ចាស់ឋានសួគ៌នោះសិនហើយត្រូវស្គាល់ផ្លូវទៅឋានសួគ៌នោះទៀតបងប្អូនយល់ខ្ញុំនិយាយហើយផ្លូវពុទ្ធសាសនាអត់មានទេមានតែផ្លូវទៅឋានបរមលោកគឺបរមព្រះពៀននោះឯងដែលជាកន្លែងដែលសូនឈឹងនោះតែម្ដងបងប្អូនណាខ្ញុំនឹងលើកខគម្ពីរខ្លះទៀតដើម្បីបញ្ជាក់ជូនបងប្អូនព្រះយេស៊ូវបានមានព្រះបន្ទូលយ៉ាងច្បាស់នៅក្នុងគម្ពីរយូហានចំពុក1ដល់ខ4ខ្ញុំនឹងអានជូនកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយអ្នករាល់គ្នាជឿដល់ព្រះហើយចូលជឿដល់ខ្ញុំដែរព្រះអង្គបានប្រាប់និយាយថាអ្នកណាដែលជឿព្រះជឿដល់ខ្ញុំដែរព្រោះខ្ញុំជាព្រះអង្គចង់និយាយចឹងនៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើនពុំនោះខ្ញុំបានប្រាប់អ្នករាល់គ្នាហើយខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នាបាទនៅក្នុងនេះគឺសំដៅទៅលើថានៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំដែលព្រះអង្គគង់នៅនោះគឺឋានសួគ៌បងប្អូនណាសំដៅទៅលើឋានសួគ៌បាទហើយមានកន្លែងច្រើនណាសម្រាប់អីសម្រាប់រៀបចំទុកឲ្យដល់អ្នកជំនឿណាដូច្នោះព្រះអង្គថាព្រះអង្គនឹងរៀបចំឲ្យអ្នករាល់គ្នាបាទខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នានោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំបាទឃើញគឺប្រកាសច្បាស់ណាបងប្អូនកន្លែងនោះគឺជាកន្លែងពិតប្រាកដដែលព្រះអង្គនឹងត្រឡប់មកយកអ្នកជឿទៅកន្លែងដែលព្រះអង្គរៀបទុកឲ្យហើយបាទប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរឯកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាក៏ដឹងហើយក៏ស្គាល់ផ្លូវទៅដែរធំណាស់ទូលទ្រង់ថាព្រះអង្គម្ចាស់អើយខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេដូច្នោះធ្វើដូចម្តេចឲ្យយើងខ្ញុំបានស្គាល់ផ្លូវទៅបានលោកថូម៉ាស់គឺជាកូនសិស្សរបស់ទ្រង់ម្នាក់បានឆ្លើយសួរគាត់ឆ្ងល់គាត់អត់យល់ពីពាក្យរបស់ព្រះយេស៊ូវនិយាយបានជាគាត់សួរថាទូលគុំដឹងថាផងទៅណាទេឋានសួគ៌នោះនៅណាឃើញសូម្បីតែកូនសិស្សរបស់ទ្រង់ក៏គាត់អត់បានដឹងពីឋានសួគ៌នៅណាដែរ
ដូច្នោះហើយបានជាព្រះយេស៊ូវមានបន្ទូលបន្តទៅទៀតថាព្រះយេស៊ូវមានបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំគ្មានអ្នកណាទៅឯប្រវោបិតាបានឡើយគឺអត់មានអ្នកណាទៅឋានសួគ៌បានឡើយបើមិនមកតាមខ្ញុំហើយព្រះអង្គថាខ្ញុំជាផ្លូវនេះជាមធ្យោបាយបងប្អូនណាសូម្បីតែចូលខៅឯដាងបងប្អូនខ្លះដែលធ្លាប់ចូលខៅឯដាងបើអត់មានមេខ្យល់នាំចូលបងប្អូនក៏ចូលមិនរួចដែរបាទដោយលោកសានជាគាត់ស្គាល់អូទ្រីសនឹងមែនប៉ុន្តែគាត់អាចទៅបានទេតើតើមានអ្នកនាំផ្លូវតើតើមានអ្នកកប៉ាល់ហោះបើកជូនគាត់ទៅណាចុះតម្រាំឋានសួគ៌ទៀតឋានសួគ៌នៅភពដតីមិនមែនភពផែនដីនេះទេបងប្អូនណាដូច្នោះយើងត្រូវតែស្គាល់ម្ចាស់ឋានសួគ៌ហើយម្ចាស់ឋានសួគ៌នោះគឺយើងត្រូវស្គាល់ផ្លូវគឺជាព្រះយេស៊ូវគ្រីស្ទនេះឯងបានជាផ្លូវបងប្អូនរឿងគ្រីស្ទៀនរឿងព្រះក៏ច្រើនវែងណាស់ដែរបងប្អូនតើតែអានគម្ពីរហើយសប្តាហ៍ថ្ងៃនេះគម្ពីរខ្មែរស្រួលទេបងប្អូន download ពី app បងប្អូនមាន telephone app និង telephone ដៃហ្នឹងគឺបងប្អូនអាចចូលទៅ App Store ហើយ download គ្រាន់តែវាយថាខ្មែរ Bible នោះវាចេញមកហើយបងប្អូន download ហើយបើមានបញ្ហាសំណួរអីផ្សេងបងប្អូនខ្ញុំបើកចំហចិត្តដើម្បីជួយបងប្អូនដើម្បីជួយពន្យល់ដើម្បីជួយណែនាំបងប្អូនតាក់ទងនឹងខ្ញុំណាតាម Facebook ក៏បានគឺ main top ដែលបងប្អូនឃើញនៅលើ screen ហ្នឹងវាយចូលទៅហើយបើបងប្អូនតាក់ទងនឹងខ្ញុំនឹងខំមិនត្រឹមតែជួយណែនាំទេបើបងប្អូនចង់រៀនខ្ញុំនឹងជម្រាបជូន the whole story នឹងតែម្ដងគ្រាន់តែខ្ញុំជម្រាបថាឋានសួគ៌នេះមាននៅក្នុងចិត្តមនុស្សព្រោះអីព្រោះព្រះដែលបង្កើតមនុស្សនោះឯងដែលបានដាក់បាន program នៅក្នុងចិត្តមនុស្សបាទមិនមែនជារឿងដែលសាសនានិយាយទេបងប្អូនត្រូវយល់ថាឋានសួគ៌របស់ព្រះពុទ្ធសាសនាគឺជាឋានសួគ៌របស់ព្រហ្មញ្ញសាសនាព្រហ្មញ្ញសាសនាហើយនឹងព្រះពុទ្ធសាសនាគឺសាសនាតែមួយទេបាទនិយាយពីរឿងចាប់កំណើតនិយាយពីកើតជាថ្មីចាប់ជាតិអីហ្នឹងហើយខ្ញុំនឹងជម្រាបជូនបងប្អូនទៀតនៅវីដេអូក្រោយអំពីរឿងចាប់ជាតិរឿងឋានរូបគឺក្នុងគម្ពីររបស់ព្រះបានប្រាប់យើងយ៉ាង detail បាទយ៉ាងជាក់ច្បាស់អំពីការទាំងអស់នេះបងប្អូនដូច្នោះហើយបានជាបងប្អូនគិតមើលថាបើជឿនៅក្នុងពុទ្ធសាសនាព្រះពុទ្ធឋានសួគ៌នៅក្នុងពុទ្ធសាសនាអត់បាននាំសេចក្តីសុខរហូតមកដល់បងប្អូនទេណាទី1បើបងប្អូនមិនជឿពុទ្ធសាសនាបងប្អូនគ្រាន់តែធ្វើល្អក៏បានទៅឋានសួគ៌នឹងដែរណាដូច្នោះឋានសួគ៌មិនចាំបាច់ពឹងពុទ្ធសាសនាទេពុទ្ធសាសនាហាក់ដូចជាគ្មានអតិពលអីឲ្យបានច្បាស់លាស់សម្រាប់ជីវិតបងប្អូនទេប៉ុន្តែមានតែរឿងមួយឯងលោកគ្រូសានជាបានបញ្ជាក់ទៀតថាមានតែរឿងមួយឯងគឺរឿងនិព្វានដឹកនាំឲ្យទៅនិព្វានសូន្យណាសម្រាប់អាត្ម័នសម្រាប់ពលឹងវិញ្ញាណខ្លួនហ្នឹងគឺកុំឲ្យកើតឡើងវិញណាបងប្អូនខ្ញុំជម្រាបជូនបងប្អូនឲ្យត្រង់ខ្ញុំលើអញ្ចឹងខ្ញុំអត់ចង់ទៅទេបាទលេងទៅសូន្យអញ្ចឹងខ្ញុំអរគុណព្រះដែលខ្ញុំមានជីវិតរស់នៅលើផែនដីនេះទោះតែពិបាកយ៉ាងម៉េចក៏ខ្ញុំគិតថាជីវិតនេះអស្ចារ្យបាទមានសេចក្តីសុខខ្លះទុក្ខខ្លះអញ្ចឹងក៏ខ្ញុំនៅតែស្រឡាញ់ជីវិតនេះដែរហើយបើសិនណាជាបងប្អូនជីវិតតាមពិតជីវិតនឹងនៅតែបន្តរហូតទោះតែជីវិតស្លាប់រូបកាយស្លាប់ទៅព្រលឹងវិញ្ញាណដែលជឿដល់ព្រះនោះព្រះអង្គនឹងនាំទៅដល់កន្លែងដែលព្រះអង្គសពហាទេឲ្យយើងទៅជាកន្លែងសុខសាន្តទៅពិតប្រាកដបាទមិនមែនជាកន្លែងដែល
សុខសាន្តតែមួយរយៈហើយស្លាប់ទៅវិញទៅទេបាទខ្ញុំគ្រាន់តែជម្រាបជូនខ្លីៗថាជីវិតមនុស្សកើតម្ដងស្លាប់ម្ដងបាទហើយព្រលឹងវិញ្ញាណបន្តទៅទៀតខ្ញុំគ្រាន់តែជម្រាបអញ្ចឹងរឿងចាប់ជាតិអត់មែនទេបងប្អូនបាទបងប្អូនសួរលោកសាមសុជាក៏គាត់មិនសូវជឿពីរឿងចាប់ជាតិចាប់កម្ដៅអីហ្នឹងដែរដូច្នោះរឿងសាសនាឆ្លងភពមិនបានទេបាទឆ្លងទៅឋានសួគ៌ពិតប្រាកដនោះមិនបានទេមានតែសេចក្តីជំនឿទេហើយសេចក្តីជំនឿនោះគឺសេចក្តីជំនឿទៅលើសេចក្តីពិតពុំនោះទេបងប្អូនជឿតែការដែលបង្រៀនរបស់មនុស្សប៉ុណ្ណោះឯងបាទខ្ញុំជឿថាបងប្អូននឹងពិភាក្សាហើយគិតពិចារណាហើយស្វែងយល់ថែមទៀតអំពីនគរឋានសួគ៌ដែលមាននៅក្នុងចិត្តបងប្អូនដូចជាមីងម្នាក់ដែលគាត់តែងតែសួរថាមិនស្រួលទេនៅតែគិតនៅតែឆ្ងល់ថាវាមានមែនទេអត់នឹងត្រឹមត្រូវហើយព្រោះព្រះបានដាក់បាទហើយព្រះដែលខ្ញុំជម្រាបជូនព្រះយេស៊ូវនេះគឺជាព្រះដ៏ពិតបាទបើបងប្អូនឆ្ងល់មែនទែនបងប្អូនអាចសួរព្រះអង្គផ្ទាល់ព្រះអង្គជាព្រះដែលមានបច្ចុប្បន្នរស់នៅរាល់ថ្ងៃបាទបងប្អូនគ្រាន់តែសួរថាព្រះអង្គអើយព្រះអង្គមានមែនបង្ហាញអ្វីសេចក្តីពិតឲ្យទូលបង្គំបានជឿបងប្អូនអធិដ្ឋានបែបនេះបងប្អូននឹងបានជឿដល់ព្រះយេស៊ូវហើយបងប្អូនអាចអានព្រះគម្ពីរដូចខ្ញុំជម្រាបជូនអញ្ចឹងបងប្អូនអាចរកព្រះគម្ពីរសៀវភៅតែម្ដងក៏បានឬបងប្អូនអាចរកព្រះគម្ពីរនៅក្នុងអាប់នោះក៏បានបងប្អូនណាហើយបងប្អូនត្រូវយល់ទៀតថាព្រះដ៏ជាព្រះនេះមិនមែនគ្រាន់តែប៉ុណ្ណោះទេព្រះយេស៊ូវគ្រីស្ទមានតំណែងចំណងជាមួយបងប្អូនមនុស្សក្នុងពិភពលោកទាំងអស់ប៉ុន្តែបងប្អូនអាចបានយកចិត្តទុកដាក់គ្រិស្តសករាជរបស់ព្រះយេស៊ូវគ្រីស្ទបានបងប្អូនយួរទៅគ្រប់ទីកន្លែងបងប្អូនត្រូវមានឯកសារនេះទើបបងប្អូនបានរាប់ជាមនុស្សនៅលើផែនដីជាផ្លូវការបើបងប្អូនអត់មានគ្រិស្តសករាជបងប្អូនយួរទៅណាតែប្រហែលតែបាត់បលិចាប់ក៏មានដែរបងប្អូនណាបងប្អូនឆ្លងដែនអត់បានទេទៅពីអាមេរិកទៅអូទ្រីឬអូទ្រីមកអាមេរិកហើយនឹងគឺអត់បានទេត្រូវមាន passport នោះត្រូវមានគ្រិស្តសករាជជារាជរបស់ព្រះយេស៊ូវនៅលើផែនដីបងប្អូនមិនជឿបើកកាបូបបងប្អូនមើលនឹងមាន ID card របស់បងប្អូនមាន driver license មាន passport ដែលនិយាយអំពីបានកត់ហេតុអំពីគ្រិស្តសករាជនៅក្នុងកំណត់ហេតុនៅក្នុងឯកសាររបស់បងប្អូនមែនហេតុអីបានជាគេមិនយកពុទ្ធសករាជដាក់ចូលទៅក្នុងហ្នឹងបាទនេះគឺការបញ្ជាក់មួយទៀតថាព្រះយេស៊ូវគឺជាព្រះដល់មនុស្សលោកទាំងអស់មិនថាជាពុទ្ធសាសនាឬមូស្លីមឬអីទេបងប្អូនណាដូច្នោះខ្ញុំសង្ឃឹមថាបងប្អូននឹងពិចារណាគិតសពគ្រប់ហើយបងប្អូនចង់ដឹងមែនតើខ្លាំងមែនតើខ្ញុំនឹងជម្រាបជូនបងប្អូនហើយខ្ញុំចង់ឲ្យបងប្អូនធ្វើការនោះដោយតេតទៅនឹងខ្ញុំបើបងប្អូនប្រកាសជា curious មែនបងប្អូននឹងស្វែងយល់អំពីព្រះនេះហើយបងប្អូនដឹងហើយថាជីវិតស្លាប់ទៅបងប្អូនអត់ដឹងថាទៅណាឯងប៉ុន្តែខ្ញុំដឹងព្រោះព្រះប្រាប់ខ្ញុំថាខ្ញុំជឿព្រះយេស៊ូវគ្រីស្ទជាផ្លូវនោះនឹងទៅបានទៅឋានសួគ៌បាទឋានសួគ៌ពិតប្រាកដជាកន្លែងពិតប្រាកដណាបងប្អូនប៉ុន្តែបងប្អូនអត់បានទៅទេព្រោះបងប្អូនទៅឋានសួគ៌របស់ពុទ្ធសាសនាគ្រាន់តែជាការដែលបណ្ដោះអាសន្នណាហើយបងប្អូនទៅនិព្វានបងប្អូនទៅមិនដល់ទេបាទដូច្នោះហើយបានជាខ្ញុំបដូរបាទខ្ញុំដឹងខ្ញុំស្គាល់និព្វាននេះយូរហើយព្រោះពុកខ្ញុំក៏ជាលោកសង្ឃដែរបាទប៉ុន្តែខ្ញុំគិតថាផ្លូវឆ្ងាយបងប្អូនពុទ្ធតម្រាំបានត្រាស់ដឹងបងប្អូនដឹងប្រមាណជាតិសន្សំកន្សល់ផលបុណ្យ500ជាតិបាទ
បានដូច្នេះហើយបានជាខ្ញុំកំណត់ចិត្តឲ្យបងប្អូនរឿងសំខាន់ជីវិតយើងអត់ស្លាប់ទេបងប្អូននឹងទៅដល់ឋានសួគ៌ដែលបងប្អូនចង់ទៅនោះឯងបាទសូមអរគុណព្រះអង្គហើយសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាដែលចង់ដឹងចង់យល់អំពីឋានរបស់ទ្រង់បាទសូមព្រះអង្គប្រទានពរសូមជម្រាបលានឹងជួបគ្នានៅថ្ងៃក្រោយតាមវីដេអូផ្សេងទៀតបាទសូមអរគុណ